បងនៅតាមបណ្ដាខេត្តអត់ចេះតឡាងខែមែនអត់តែចង់ទិញខែដៃទៅប្រើប្រាស់តោះឥឡូវខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅមើលវិធីតឡាងខែទាំងអស់គ្នាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតោះឥឡូវនេះយើងមកមើលវិធីតឡាងខែងាយជាមួយខ្ញុំទាំងអស់គ្នាហើយវិធីតឡាងខែនោះសូម្បីតែស្រីៗដូចខ្ញុំក៏អាចតឡាងបានដែរធ្វើការខាត់ថង់ផ្លាស្ទិកចេញជាមុនសិនបន្ទាប់ពីយើងបានដកជាមួយនឹងថង់ផ្លាស្ទិកហើយឥឡូវយើងមកដកជាមួយនឹងអេប៉ុងការពារឆ្កូតបន្ទាប់ពីយើងបានដកថង់ផ្លាស្ទិកជាមួយនឹងអេប៉ុងការពារកកិតរួចហើយតើឥឡូវយើងមកមើលជាមួយនឹងក្បាលខែជាក់ស្ដែងទាំងមូលតែម្ដងទៅជាប្រភេទក្បាលខែនេះដែរគឺជាប្រភេទសាច់អេប៉ុងនៅកណ្ដាលខ្លាញ់កណ្ដាលនេះគឺជាប្រភេទសាច់អេប៉ុងដែលយើងទ្រាប់ជាមួយនឹងប្រភេទស្បែកបន្តមកទៀតយើងមានជាមួយនឹងប្រភេទត្បូងសម្រាប់បងស្រីៗដែលគាត់ត្រូវការបន្ទប់ clean អីគឺដាក់ក្បាលខែហ្នឹងទៅគឺត្រូវតែម្ដងនេះយើងមកមើលវិធីនៃការតឡាងខែនេះតែម្ដងទៅជាដំបូងឡើងគឺយើងដកកតុយខែហ្នឹងចេញពីក្បាលខែសិនបងឥឡូវនេះយើងយកអានៀបខែរបស់យើងហ្នឹងពួកជាមួយនឹងងាំខែរបស់យើងនឹងមកតើបើយើងបានដាក់ជាមួយនឹងក្បាលខែរួចហើយក៏យើងលើកជាមួយនឹងកតុយខែខាងចុងខែហ្នឹងដែលយើងបានដកចេញពី8មិញហ្នឹងគឺយើងយកមកដាក់ចូលដូចកន្លែងយកងាំលើកដាក់ចូលដូចគ្នាដាក់ចូលជាមួយនឹងងាំអស់ហើយក៏យើងឡើងមកជន់ជាមួយនឹងកែងរបស់វាទាំង4មុំហ្នឹងតែម្ដងដើម្បីឲ្យវាហាប់ណានចូលមើងតែម្ដងណាក្នុងនេះផងដែរមានរហូតដល់4ខ្នាតនីមួយៗមានដូចជាខ្នាត 1.8 1.6 1.4 និង 1.2 សម្រាប់បងប្អូននៅគេង2នាក់ចាប់ពី2នាក់ឡើងខាងយើងខ្ញុំក៏ recommend បងប្អូនទាំងអស់គ្នាយកជាមួយនឹងខ្នាត 1.8 ឬក៏ខ្នាត 1.6 សម្រាប់បងប្អូនដែលគាត់គេងម្នាក់ឯងបងប្អូនអាចយកខ្នាត 1.4 ឬក៏ 1.2 បានពិសេសឥឡូវនេះខែរសនាគ្រឿងសង្ហារឹមយើងខ្ញុំក៏មានបាប្រម៉ូសិនពិសេសជូនបងប្អូនទាំងអស់គ្នាផងដែរបងប្អូនទាំងអស់គ្នាធ្វើការ order ជាមួយនឹងក្រែដៃក្បាលជ្រុងចំនួន1ខែយើងខ្ញុំក៏មាន free ជាមួយនឹងកាមេរ៉ាពុកមួយឈុតធំទៅផងដែរហើយសម្រាប់ការដឹកជញ្ជូនសម្រាប់បងប្អូនដែលនៅក្នុងពេញខាងបងប្អូន free ដឹក free ម្ល៉េះនៅក្នុងពេញតែម្ដងហើយសម្រាប់បងប្អូននៅតាមបណ្ដាខេត្តខាងបងប្អូននឹង free ដឹកត្រឹមបេឡានជាពិសេសហើយសម្រាប់ព័ត៌មានបន្ថែមបងអាចឆាតចូលក្នុង page រសនាគ្រឿងសង្ហារឹមឬក៏បងអាចតាក់ទងតាម Telegram ខាងក្រោមនឹងបាន